ថ្ងៃទី6នៃ challenge 72 គីឡូតោះមករត់ឡើងភ្នំជាមួយខ្ញុំអស់នេះរត់លេងមកខាងទឹកជ្រោះ9ជាន់ខ្ញុំមករត់នៅខេត្តរត់បាន1គីឡូវិញគីឡូទី2 5 30ពីផ្ទះខ្ញុំមកដល់ធំស្ពាននេះគឺ3គីឡូនេះជារួមទៅខាងនេះកំពង់ស្ពឺខាងនេះកពតអាឡៃស្ពាននេះគឺទឹកហូរមកពីខាងទឹកជ្រោះ9ជាន់នេះចឹងទឹកជ្រោះ9ជាន់នៅខាងនោះហើយវាហូរមកនេះមករត់បន្តទៀតហើយគីឡូទី3ជាងដល់ផ្លូវបត់ចូលទៅខាងទឹកជ្រោះ9ជាន់នេះគឺផ្លូវចូលផ្លូវមកពីផ្ទះខ្ញុំនឹងផ្លូវគេចាក់ស៊ូតែមកដល់ផ្លូវចូលវាខួរក្រហមតិចពីផ្ទះខ្ញុំមកដល់ផ្លូវចូលទៅទឹកជ្រោះហ្នឹងចម្ងាយ3គីឡូជាង74គីឡូមកទៅដល់ទឹកជ្រោះប្រហែលជា6គីឡូដល់លើតំបន់អុបសាក់មកដល់ហើយគឺខ្ញុំឃើញឆ្កែមួយនៅមុខពីកាត់ទៅយឺតអត់ការរៀបដើរសិនតែរៀបរត់ឆ្កែមកវងកាក្រោយដេញផ្អើមកខ្ញុំបន្តរត់តិចអត់ទាំងរត់ទៀតទេឆ្កែរត់មកតាមដែរនេះបាទរត់កាត់វាស្រែគីឡូទី5 10ចុចបាទយើងដើរឲ្យវិញការទេសារថាស្រួលទៅដល់ឆ្កែបុនសួរឆ្កែដេញពេញភូមិឡើយស្រួលបាទហើយនេះគឺជាផ្លូវបត់ទៅខាងទឹកជ្រោះតែឆ្កែខូចរៀងស្លុកស្រាប់តែហប់មកទៀតអត់យើងមកដល់ហើយគឺអស់ឧបសគ្គអីដោយសារតែនេះវាអត់មានឆ្កែអត់មានរត់តាមភូមិសើឆ្កែអត់គ្នាលឺសលេងទឹកហូរតូទី7 hack 7ហើយខ្ញុំមកដល់ជាន់ទី2ជាន់ថតកាមុនចឹងចោះទៅមើលឲ្យអ្នកគ្នាមើលទឹកបាទឡើងទៅឆ្លងទឹកហូរវិធីឆ្លងហូរសាវមួយជើងកាយទឹកឡើងខ្ញុំថាខ្ញុំថាជួយត្រូវដល់ស្គជើងជាងចឹងមកទៅរៀនដល់ជាងចឹងមកទៅឲ្យឆ្លងទឹកនៅមុខមកតាំងទៀតឡើងពាក់ជើងហើយចឹងខ្ញុំ start បន្តទៅមុខទៀតលឺសលេងសាច់ខ្ញុំគីឡូទី7ខ្ញុំមុតមកដល់ជាន់ទី4ហើយលេងទឹកជ្រោះទាំងអស់គ្នាបកទៅផ្ទះវិញហើយនេះដោយក្មេងម្នាក់មកហត់អត់នេះខ្ញុំហត់តាមចឹងបាទថ្ងៃនេះហត់8គីឡូទេខ្ញុំអត់ហត់ទៅផ្ទះវិញទេដោយសារតែខ្លាចឆ្កែខាំបាទគឺឲ្យបងប្អូនពីណែមកយកកុំអីត្រូវហត់ទៅផ្ទះវិញដោយសារឆ្កែបាទ
វាដោយក្មេងមកម្នាក់ទៀត ម្នាក់ទៀតដើរទៅផ្ទះទេដើរទៅផ្ទះហើយដើរផ្ទះ បាទឥឡូវយើងជីកស្គប់ហើយយើងរត់ត្រឹម3គីឡូទេ 3គីឡូ